បងប្អូនជាទីមេត្រីមានរបស់ថ្មីចែកគ្នាលេងឥឡូវនេះក្រុមហ៊ុន IB បាននឹងកំពុងតែអនុវត្តគម្រោងប្រើប្រាស់ប្រព័ន្ធសូឡាដោយប្រើជើងរេនេះវាពិសេសជាងគេមិនមែនជើងរេធម្មតាឬក៏មិនមែនជើងរេយើងផលិតនៅក្នុងស្រុកទេគឺជាជើងរេដែលធ្វើពីក្រុមហ៊ុនដែលមានការពិសោធន៍ត្រឹមត្រូវល្បឿនខ្យល់គេពិសោធន៍មើលក្នុងល្បឿនខ្យល់ប៉ុន្មានដើម្បីឲ្យធានាហើយជើងរេដែលខាងខ្ញុំដំឡើងសម្រាប់គម្រោងចំការកាហ្វេមួយឲ្យក្រុមហ៊ុន Coffee នៅក្នុងស្រុកខ្មែរនេះគឺយើងដំឡើងជើងរេដោយដែក galvanized ជាដែកសអត់ច្រេះធន់រឹងមាំដែលធន់នឹងល្បឿនខ្យល់រហូតដល់120 គីឡូម៉ែត្រក្នុង1ម៉ោងជើងរេនេះពិសេសត្រង់ថាវារេបានតាមទិសពន្លឺព្រះអាទិត្យគឺពេលព្រឹកវាចាប់ផ្ដើមរេពីកើតមកលិចតាមពន្លឺព្រះអាទិត្យហើយទៅពេលចន្លោះហ្នឹងបើសិនជាមានខ្យល់ល្បឿនខ្យល់ឡើងដល់120 គីឡូម៉ែត្រក្នុង1ម៉ោងគឺជើងនឹងចាប់ផ្ដើមរេមកនៅកន្លែងត្រង់វិញដើម្បីកុំឲ្យស្ទះខ្យល់គឺវាអូតូស្វ័យប្រវត្តិទាំងចាប់បានមុំនៃពន្លឺព្រះអាទិត្យដែលដើរនៅក្នុងរដូវនីមួយៗពិសេសជើងនេះយើងអាចប្រើជាមួយសូឡាបូមទឹកដែលយើងអាចបូមបានពីម៉ោង7ព្រឹកមកម៉ោង6កន្លះ7កន្លះឲ្យតែមានពន្លឺថ្ងៃគឺជើងនឹងរេទៅកាត់ចាប់យកពន្លឺព្រះអាទិត្យ 100% គឺវាអាចចាប់ដើមបូមស្រោចដំណាំយើងបានហើយយើងបានប្រើជើងនេះជាមួយនឹងប្រព័ន្ធស្រោចស្រពដែលមាន filter ចម្រោះហើយប្រើជាមួយ motor ផ្ដេកដើម្បីឲ្យរុញទឹកបានខ្លាំងល្អរុញបានឆ្ងាយហើយសម្ពាធទឹកនៅតែបានខ្លាំងហើយនៅតែចេញបានច្រើនជម្រាបបងប្អូនដែរថាគុណភាព motor ឬក៏ជើងរេទាំងអស់នេះបងប្អូនត្រូវតែពិនិត្យមើលទៅលើ certificate របស់វាគឺបើយើងចង់ទិញរបស់ឲ្យល្អយើងត្រូវមើលផលិតផលហ្នឹងតើមាន certificate TUV ដែរឬទេហើយយ៉ាងហោចណាស់ក៏ត្រូវតែមាន CE ដែរ TUV គឺជា certificate ភាគីក្រុមហ៊ុនអាល្លឺម៉ង់ដែលគេធ្វើតេស្តលើផលិតផលនីមួយៗដើម្បីឲ្យធានាថាផលិតផលអស់ហ្នឹងគឺជាប់កម្រិតគុណភាពខ្ពស់បំផុតជាបងប្អូនការជ្រើសរើសយកសម្ភារៈប្រើប្រាស់ motor បូមទឹក motor អីហ្នឹងបងប្អូនឃើញរូបរាងដូចគ្នាប៉ុន្តែតម្លៃខុសគ្នាត្រង់ certificate នេះឯងចឹងបងប្អូនចង់ដឹងថារើសរបស់ណាឲ្យមានគុណភាពខ្ពស់មាន certificate TUV អីនេះគឺបងប្អូនត្រូវតាក់ទងមកខាងក្រុមហ៊ុន IB ដើម្បីទទួលចំណេះដឹងបន្ថែមបាទបងប្អូនដែលចូលចិត្តការបកស្រាយពន្យល់ពីបច្ចេកវិទ្យានិងចំណេះដឹងផ្សេងៗតាក់ទងនឹងបច្ចេកទេសសូឡាបងប្អូនដែលពេញចិត្តសូម comment ហើយជួយ like ជួយ share បន្តណាហើយបងប្អូនដែលមិនពេញចិត្តសូម comment 2ហើយមិនបាច់ like share បន្តទេសូមអរគុណ